យុវជនឆ្នាំឡាមីនយ៉ាម៉ាល់ថាជំនួបអេស្ប៉ាញនិងបារាំងជាការកាត់សេចក្តីនៃឈ្នះបាឡុនដច្បាស់ការកីឡាករមែនយូរូនេះនឹងចាក់ចេញពីក្លឹបនៅរដូវនេះហើយលោក Simone Inzaghi បានប្រកាសចែកផ្លូវគ្នាជាមួយ Inter Milan ជាផ្លូវការហើយ Zidane បដិសេធចោលលុយជិត$100 លានមិនមកដឹកនាំក្រុមនៅអាស៊ីមួយបាទសូមគោរពនឹងជំរាបសួរបងប្អូនអរគ្នាខ្ញុំបាទ Terrace ស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះត្រូវនៅថ្ងៃទី4ខែមិថុនាឆ្នាំ2025ហើយខ្ញុំក៏មានរឿងតិចតួចផងដែរឆ្លៀតការនេះក៏សូមអរគុណទៅកាន់បងប្អូនដែលជួយ support ខ្ញុំនៅពេលកន្លងមកដែលខ្ញុំមានឈ្មោះរបស់ពួកគាត់នៅវីដេអូមុនហើយបងប្អូនដែលចង់ជួយ support អាច support បានតាមរយៈ QR code ដែលខ្ញុំមានដាក់នៅលើវីដេអូនេះចាំកុំឲ្យខាត់ពេលវេលាច្រើនយើងទស្សនាខ្លឹមសារវីដេអូដូចតទៅយុវជនឆ្នាំឡាមីនយ៉ាម៉ាល់ថាជំនួបអេស្ប៉ាញនិងបារាំងជាការកាត់សេចក្តីនៃឈ្នះបាឡុនដខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្ប៉ាញនិងបាសេឡូណាយុវជនឡាមីនយ៉ាម៉ាល់បាននិយាយយ៉ាងជឿជាក់មុនការប្រកួតពាក់កណ្ដាលផ្ដាច់ព្រាត់ពី Nations League នៅយប់ល្បងអាធ្រាត្រថ្ងៃប្រហោះឈានចូលថ្ងៃសុក្រទី6រវាងអេស្ប៉ាញនិងបារាំងហើយគេចាត់ទុកការប្រកួតនោះប្រៀបដូចជាការកាត់សេចក្តីនៃឈ្នះពានបាឡុនដរវាងរូកេនិងកីឡាករ Ousmane Dembélé ជាការពិតការប្រជែងពានបាឡុនដដែលជាពានឯកតេជនកម្ពុជាឆ្នាំ2025នេះកំពុងត្រូវបានគេវែកញែកខ្លាំងមែនទែនដោយសារមានបេក្ខភាពដែលស័ក្តិសមក្នុងការឈ្នះពាននេះច្រើនទោះបីជាយ៉ាងណាយុវជនយ៉ាម៉ាល់និងកីឡាករ Dembélé ត្រូវបានគេលើកយកមកដេញដោលច្រើនជាងគេក្រោយយ៉ាម៉ាល់បង្ហាញសមត្ថភាពល្អខ្លាំងសឹងមិនគួរឲ្យជឿជាមួយ Barcelona ខណៈ Dembélé វិញទើបតែជួយឲ្យ Paris Saint-Germain ឈ្នះពាន Champions League ថ្មីLamine Yamal បានឆ្លើយតបចំពោះសំណួររបស់អ្នកសារព័ត៌មានដែលបានសួរអំពីការប្រជែងពានបាល់មាសរវាងគាត់និង Dembélé មុនការប្រកួតរវាងអេស្ប៉ាញនិងបារាំងយ៉ាងដូចនេះថាសម្រាប់ខ្ញុំកីឡាករល្អបំផុតគឺត្រូវតែបង្ហាញសមត្ថភាពល្អពេញមួយឆ្នាំប៉ុន្តែគ្រប់គ្នាអាចយល់ឃើញនៅតាមគំនិតរៀងៗខ្លួនខ្ញុំជឿជាក់ថាពួកយើងនឹងឈ្នះនៅថ្ងៃប្រហោះនេះប៉ុន្តែមិនថាពួកយើងឈ្នះឬក៏អត់ទេគឺខ្ញុំនឹងបោះឆ្នោតឲ្យកីឡាករដែលលេងល្អពេញមួយឆ្នាំយុវជនសញ្ជាតិអេស្ប៉ាញវ័យ17ឆ្នាំរូនេះបានបន្តទៀតថាប្រសិនបើថ្ងៃប្រហោះវាមិនមែនសម្រាប់ខ្ញុំឬ Dembélé ទេតើអ្នកណាដែលអាចនឹងបោះឆ្នោតឲ្យអ្នកបោះឆ្នោតឲ្យនរណាម្នាក់ដែលលេងល្អកាលពីវគ្គផ្ដាច់ព្រាត់ Champions League សម្រាប់ខ្ញុំវាគឺអាស្រ័យលើកីឡាករដែលល្អពេញមួយឆ្នាំប៉ុន្តែបើអ្នកទាំងអស់គ្នាចង់ឲ្យសម្រេចគ្រប់យ៉ាងនៅថ្ងៃប្រហោះនេះតោះលេងអញ្ចឹងទៅគូបញ្ជាក់ថាការប្រកាសនៃឈ្នះពានបាឡុនដរឆ្នាំ2025នឹងធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំងថ្ងៃទី22ខែកញ្ញាច្បាស់ការកីឡាករមែនយូរូនេះនឹងចាក់ចេញពីក្លឹបនៅរដូវនេះហើយយកតាមរបាយការណ៍ពីលោក Fabrizio Romano បានដឹងថាកីឡាករ Jadon Sancho នឹងចាក់ចេញពីក្លឹប Manchester United នៅរដូវនេះបន្ទាប់ពីបានធ្វើការសម្រេចចិត្តរួចមក Sancho បានផ្ទេរពី Borussia Dortmund មកកាន់ទឹកដី Old Trafford កាលពីឆ្នាំ2021ក្នុងតម្លៃដ៏ខ្ពស់គឺខ្ទង់$114.8 លានប៉ុន្តែរូកេហាក់ពុំសូវលេងបានល្អដោយការរំពឹងទុករបស់ក្លឹបនោះឡើយដូច្នេះហើយទើបនៅរដូវកាល2024-2025នេះ Sancho ត្រូវបានក្លឹប Manchester United ដាក់ឲ្យ Chelsea ខ្ចីជើងដោយគេបានសូមបញ្ចូលទីបាន3គ្រាប់និងបញ្ជូនបាល់4គ្រាប់នៅក្របខ័ណ្ឌ Premier League ព្រមទាំងជួយ Chelsea លើកពាន Conference League ផងដែរចំណាំមិនមានការចរចាពីភាពអាចទៅរួចក្នុងការរក្សា Sancho នៅ Chelsea បន្តដែរតែការចរចាមិនបានសម្រេចឡើយ Sancho បានប្រកាសចាក់ចេញពីក្លឹប Chelsea និងវិលត្រឡប់ទៅក្លឹបដើម Man U វិញប៉ុន្តែរូគេនឹងស្វែងរកក្លឹបថ្មីដើម្បីលេងដែលចង់ចាក់ចេញពី Manchester United ផងដែរលោក Simone Inzaghi បានប្រកាសចែកផ្លូវគ្នាជាមួយ Inter Milan ជាផ្លូវការហើយថ្មីនេះមានសេចក្តីរាយការណ៍ថាគ្រូបង្វឹក Simone Inzaghi និងក្លឹប Inter Milan បានសម្រេចចិត្តបញ្ចប់ទំនាក់ទំនងរបស់ពួកគេបន្ទាប់ពីរយៈពេល4ឆ្នាំនៃការដឹកនាំការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីការបរាជ័យដ៏ធ្ងន់ធ្ងរក្នុងការប្រកួតវគ្គផ្ដាច់ព្រាត់ UEFA Champions League ដែល Inter បានចាញ់ Paris Saint-Germain ក្នុងលទ្ធផល 5-0 នៅទីក្រុងម៉ូនីកយោងតាមប្រភពពី Sky Sport និងអ្នកជំនាញផ្នែកផ្ទេរកីឡាលោក Gianluca Di Marzio បានដឹងថាទោះបីជាក្រុមប្រឹក្សាពិបាលរបស់ Inter Milan នៅតែមានឆន្ទៈបន្តជាមួយ Simone Inzaghi សម្រាប់រដូវកាលបន្ទាប់ក៏ដោយប៉ុន្តែគ្រូបង្វឹករូបនេះហាក់ដូចជាមិនចង់បន្តឡើយលើពីនេះមានរបាយការណ៍ថាក្លឹប Al Hilal ពីប្រទេសអារ៉ាប៊ីសាអូឌីតបានផ្ដល់ជូននូវកិច្ចសន្យាដ៏ធំសម្បើមមួយដល់ Simone Inzaghi ដែលអាចជាកត្តាមួយជំរុញឲ្យគាត់ចាក់ចេញពី Inter Milan ទន្ទឹមនឹងនេះ Inter បានចាប់ផ្ដើមស្វែងរកជម្រើសថ្មីសម្រាប់តំណែងគ្រូបង្វឹកដែលបានទាក់ទងទៅកាន់ Cesc Fabregas នៃក្លឹប Como និង Roberto De Zerbi នៃក្លឹប Marseille ក៏ដូចជា Patrick Vieira និង Christian Chivu ដែលជាអតីតកីឡាកររបស់ Inter Milan ការបែកផ្លូវនេះនឹងបញ្ចប់នៅសម័យកាលរបស់ Simone Inzaghi ជាមួយ Inter Milan ដែលគាត់បានដឹកនាំក្រុមឲ្យទទួលបានជោគជ័យជាច្រើនប៉ុន្តែការជួបបរាជ័យនៅក្នុងការប្រកួតសំខាន់ៗផងដែរអ្នកគាំទ្រក៏កំពុងរងចាំមើលការសម្រេចចិត្តចុងក្រោយនិងអនាគតថ្មីរបស់ក្លឹប Inter Milan ក្នុងការស្វែងរកគ្រូបង្វឹកថ្មី Zidane បដិសេធចោលលុយជិត$100 លានមិនមកដឹកនាំក្រុមនៅអាស៊ីមួយ
លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាបានបដិសេធកិច្ចសន្យារយៈពេល1ឆ្នាំដែលមានតម្លៃ84លានផោនដើម្បីគ្រប់គ្រងក្រុមបាល់ទាត់មួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតបន្ទាប់ពីការប្រកួតបែបផ្ដាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ2006លោក Zidane បានចូលនិវត្តន៍ហើយចំណាយពេលខ្លះនៅឆ្ងាយពីកីឡាមុនពេលត្រឡប់ទៅ Real Madrid ដើម្បីចាប់ផ្ដើមអាជីពជាគ្រូបង្វឹកសញ្ជាតិបារាំងនេះបានបង្ហាញពីភាពជោគជ័យភ្លាមៗនៅក្នុងអាជីពដែលបានឈ្នះពានរង្វាន់ Champions League ចំនួន3ដងជាប់ៗគ្នាដែលជាស្នាដៃដែលមិនធ្លាប់មានពីមុនមកក្នុងសម័យបាល់ទាត់ទំនើបនេះបន្ទាប់ពីការដឹកនាំក្លឹបបានបញ្ចប់នៅឆ្នាំ2021លោក Zidane មិនទាន់ទទួលបានតំណែងជាអ្នកចាត់ការផ្សេងទៀតឡើយទេរបាយការណ៍ពីគេហទំព័របារាំងបានអះអាងថា Zidane ត្រូវបានផ្ដល់ជូន100លាន€ដើម្បីដឹកនាំក្រុម Al Hilal របស់ Saudi Pro League ក្លឹបគ្មានអ្នកចាត់ការចិនត្រៃចាប់តាំងពីចែកផ្លូវជាមួយ Jorge Jesus ក្នុងខែឧសភាហើយកំពុងស្វែងរកអ្នកដឹកនាំថ្មីជាមួយនឹងការប្រកួត Club World Cup បន្ទាប់ពីការបដិសេធរបស់លោក Zidane ក្លឹបនេះត្រូវបានគេនិយាយថាចាត់ឈានដល់កិច្ចព្រមព្រៀងជាមួយដើម្បីតែងតាំងគ្រូបង្វឹក Inter Milan លោក Simone Inzaghi បន្ទាប់ពីបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ការសម្រេចចិត្តរបស់ Zidane មិនទទួលយកការងារ Al Hilal ត្រូវបានគេនិយាយថាផ្ដើមចេញពីចេតនាចង់ស្នងតំណែងលោក Didier Deschamps ក្នុងនាមជាអ្នកចាត់ការក្រុមជម្រើសជាតិបារាំងលោក Deschamps បានប្រកាសពីដើមឆ្នាំនេះថាលោកនឹងលាចេញពីតួនាទីបន្ទាប់ពីដឹកនាំអស់រយៈពេលជាង1ទសវត្សរ៍បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ2026 Fabrizio Romano ថា Barcelona ចង់ឲ្យកីឡាករខ្លួនរូបនេះចាក់ចេញពីក្លឹបឲ្យឆាប់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ប្រាប់ឲ្យដឹងថាពេលនេះក្លឹបអ្នកមានបុណ្យ Barcelona ចង់ឲ្យអ្នកចាំទីមក Andre ter Stegen ចាក់ចេញពីក្លឹបនៅរដូវខាងមុខនេះter Stegen បានក្លាយជាអ្នកចាំទីដៃទី1ក៏ដូចជាសសរទ្រូងរបស់ Barcelona តាំងពីគេផ្លាស់មកទឹកដី Camp Nou កាលពីឆ្នាំ2014មកម្លេះប៉ុន្តែប្រមាណរដូវកាលចុងក្រោយនេះទឹកដៃរបស់ Stegen ហាក់ធ្លាក់ចុះរហូតរបួសតំណែងអ្នកចាំទីដៃទី1ទៅឲ្យ Wojciech Szczesny ខណៈដែលមានដំណឹងផ្ទៃក្នុងមកថា Barcelona កំពុងតែគិតគូរទិញយកអ្នកចាំទីថ្មីដើម្បីពង្រឹងក្រុមគឺអ្នកចាំទី Joan Garcia កំពុងលេងនៅក្លឹប Espanyol ប៉ុន្តែទោះបីជាឲ្យគាត់ចាក់ចេញយ៉ាងណាក៏ដោយអ្នកកាសែត Fabrizio Romano បានទម្លាយថាវាស្រេចនៅលើការសម្រេចចិត្តរបស់កីឡាករផ្ទាល់ស្របពេល Stegen ទើបតែបញ្ជាក់ផ្ទាល់មាត់ថាគេមានទំនុកចិត្តថារូបគេអាចបន្តលេងនៅ Barcelona នារដូវកាលក្រោយក៏បញ្ជាក់ផងដែរថាមក Andre ter Stegen អសល់កុងត្រាស្នាក់នៅ Barcelona ចំនួន3ឆ្នាំទៀត Fabrizio Romano ថា Inter Milan កំពុងតាក់ទងចង់ទិញតារាឆ្នាំ Man U រូបនេះយោងតាមការចុះផ្សាយរបស់អ្នកកាសែត Fabrizio Romano បានបញ្ជាក់ឲ្យដឹងថាក្លឹប Inter Milan កំពុងចង់ចុះហត្ថលេខាយកកីឡាករ Rasmus Højlund ពីក្លឹប Manchester United ក្នុងនោះ Inter Milan បានតាក់ទងទៅភ្នាក់ងាររបស់ Højlund រួចរាល់ហើយនិងកំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាកររូបនេះឲ្យផ្លាស់មកកាន់ទឹកដី San Siro ខណៈដែល Rasmus Højlund ពុំទាន់បានសម្រេចចិត្តថាចាក់ចេញឬយ៉ាងណាឡើយក្លឹប Manchester United ក៏ពុំទាន់បានដាក់តម្លៃខ្លួន Højlund ឬបើកទ្វារអនុញ្ញាតឲ្យកីឡាករនេះចាក់ចេញពីក្លឹបនោះដែរគូបញ្ជាក់ផងដែរថា Rasmus Højlund ចូលរួមជាមួយក្លឹប Manchester United កាលពីឆ្នាំ2023ដោយបានសូមបញ្ចូលទី4គ្រាប់ក្នុងការបង្ហាញខ្លួន32ប្រកួតនៃរដូវកាលនេះ